ជំរាបសួរបងប្អូនប្រុសស្រីទាំងអស់គ្នាជួបជាមួយនឹងនាងខ្ញុំទូចស៊ីណូនថ្ងៃនេះបងប្អូនខ្ញុំយក6ពាក្យយកមកចែករំលែកដល់បងប្អូនប្រុសស្រីដែលចូលចិត្តរៀនភាសាអង់គ្លេសជាមួយនឹងនាងខ្ញុំទូចស៊ីណូនហើយសូមបងប្អូនមុននឹងយើងចាប់ផ្ដើមសូមបងប្អូនជួយចែករំលែកវីដេអូរបស់នាងខ្ញុំដើម្បីឲ្យអ្នកផ្សេងទៀតដែលចង់រៀនភាសាអង់គ្លេសបានរៀនដែរបងប្អូនឥឡូវបងប្អូន6ពាក្យនេះដែលថាខ្ញុំយកមកចែករំលែកនេះវាពេលយើងឃើញគេមានភាពជោគជ័យតើភាពជោគជ័យនេះចេញមកពីណាហើយក្នុងវីដេអូនេះខ្ញុំចង់យកពាក្យខ្លះដែលថាវាជ្រៅបន្តិចបន្តួចបងប្អូនដើម្បីយកមកចែករំលែកដល់បងប្អូនដែលសំណុំពរបងប្អូនខ្លះដែលថាបានចូលដាក់ comment ថាអ្នកគ្រូចង់ឲ្យបង្រៀនពាក្យជ្រៅថា advanced បន្តិចបន្តួចនៅខាងរៀនក្នុងភាសាហ្នឹងដែលថាពាក្យដែលថាយើងអាចប្រើប្រាស់ហើយរៀនជាមួយនឹងនាងខ្ញុំឥឡូវនេះបងប្អូនពាក្យអស់នេះបងប្អូនមើលនៅក្នុងអ៊ីក្រង់របស់នាងខ្ញុំបើសិនណាបងប្អូនមិនទាន់យល់ឬមិនទាន់ដឹងទេបងប្អូនអាចរៀនភាសាអង់គ្លេសជាមួយនឹងនាងខ្ញុំទូចស៊ីណូនខ្ញុំចូលចិត្តផ្ដោតទៅការបញ្ចេញសូរសោនសំឡេង pronunciation អាហ្នឹងគឺថាការបញ្ចេញសូរសោនសំឡេងនៅក្នុងភាសាអង់គ្លេសអាហ្នឹង pronunciation បញ្ចេញសំឡេងការបញ្ចេញសំឡេងហើយយល់ពាក្យនីមួយដើម្បីឲ្យបងប្អូនយល់វាឲ្យជ្រះជ្រៅដើម្បីឲ្យបងប្អូនរៀននឹងបងប្អូនឥឡូវបងប្អូនពាក្យទី1 motivate ពាក្យហ្នឹងគឺថា motivate ណាបងប្អូនទាំងអស់វាមាន3ព្យាង្គអូខេ3 syllables យើងមើលទៅយើងអានទៅគឺថា motivate ណា motivate ប៉ុន្តែដល់ពេលយើងនិយាយនៅក្នុងភាសាអង់គ្លេសយើងត្រូវតែបញ្ចេញសូរសំឡេងហើយនិយាយដូចថាគេជនជាតិសហរដ្ឋអាមេរិកណាបងប្អូនដល់ពេល motivate នេះយើងនិយាយឲ្យធម្មតាគឺថា motivate អូខេគឺថានឹងគឺថាលើកទឹកចិត្តគឺថាជា verb ជាកិរិយាសព្ទអូខេ motivate you want to motivate your children to work hard motivate នឹងគឺថាជា verb គឺថាលើកទឹកចិត្តអូខេ you want to try to motivate your children to do well in school យើងចង់ធ្វើម៉េចព្យាយាមលើកទឹកចិត្តកូនរបស់យើងដើម្បីឲ្យគេខំប្រឹងសិក្សាពេលគេនៅក្នុងកំពុងតែនៅក្នុងវ័យសិក្សានឹងយើងចង់ motivate we want or you want to motivate your own children to study hard យើងចង់លើកទឹកចិត្តឬមួយលើកទឹកចិត្តកូនរបស់យើងដើម្បីឲ្យកូនរបស់យើងនេះបានរៀនខ្ពង់ខ្ពស់អូខេ you try to motivate your children so that they can continue to learn or to study hard so that they will be successful or can be successful ឥឡូវពាក្យទី2បងប្អូន motivation ហ្នឹងគឺថាជានាមបងប្អូនវាកើតជានាមទៅវិញដាក់ TION ពីក្រោយបងប្អូនគឺថា motivation អូខេ motivation អូខេមានទាំងអស់4ព្យាង្គអូខេ 4 syllables ពាក្យនេះគឺថា motivation យើងនិយាយឲ្យស្រួលឬមួយឲ្យសាមញ្ញដូចគេនៅក្នុងសហរដ្ឋអាមេរិកគឺថា motivation អូខេ you need to have the motivation or the drive to work hard and try hard so that you can succeed so that you can achieve your goal អូខេយើងត្រូវតែមានការលើកទឹកចិត្តខ្លួនឯងអូខេបើសិនជាយើងជាសម័យខ្លួនយើងមិនចង់ពឹងពាក់អ្នកផ្សេងទេលើកទឹកចិត្តយើងនេះសម័យខ្លួនរបស់យើងនេះត្រូវមានការលើកទឹកចិត្តខ្លួនឯងអ្វីខ្លះអូខេអ្វីខ្លះដែលថាយើងអាចធ្វើឲ្យយើងលើកទឹកចិត្តហ្នឹងគឺថាអ្វីដែលថាយើងចង់បានយើងប្រាថ្នាObviously, you need to have the motivation, the drive to succeed, okay, if you want to achieve your goal. យើងត្រូវតែមានការលើកទឹកចិត្តខ្លួនរបស់យើងខ្លួនឯងដើម្បីយើងនេះទៅដល់កន្លែងដែលថាជោគជ័យកន្លែងដែលថាយើងចង់បានហ្នឹងអាហ្នឹងគឺថា motivation okay I know some parents, okay, they try to encourage, they try to motivate their children all the time, so that their children will continue to work hard. If they're able to give their children, okay, all the motivations that their children need, definitely their children will succeed, okay. បើសិនជាយើងនេះអាចផ្ដល់ការដែលថាលើកទឹកចិត្តទៅដល់កូនចៅរបស់យើងនៅក្នុងវ័យសិក្សា
ជាពិសេសបងប្អូនណានឹងដូចថាបើសិនជាយើងមើលទៅបងប្អូនកូនរបស់យើងនឹងខំប្រឹងប្រែងរៀនសូត្រដោយសារគេបានការលើកទឹកចិត្តពីឪពុកម្ដាយអូខេអានឹងវាសំខាន់មែនទែនបងប្អូនបន្តិចបន្តួចឬមួយច្រើនក្តីយើងត្រូវតែលើកជួយលើកទឹកចិត្តហើយការដែលថាយើងលើកទឹកចិត្តកូននេះអានេះហើយគេហៅថា motivation របស់កូនឥឡូវបងប្អូនពាក្យទី3ហើយនិងទី4វាភ្ជាប់នឹងគេហៅថា motivation នឹងតែពាក្យទី3ហ្នឹងគឺថា intrinsic motivation intrinsic 3ព្យាង្គទាំងអស់3 syllables អានេះវាសំខាន់មែនទែនដើម្បីឲ្យសម័យខ្លួនអូខេកូនរបស់យើងនេះដើម្បីឲ្យមានការលើកទឹកចិត្តខ្លួនឯងអីនេះបើសិនណាគេមានការដែលថានៅក្នុងខ្លួនគេហ្មងអានឹងគេហៅថា intrinsic motivation ការលើកទឹកចិត្តពីក្នុងពីផ្ទៃក្នុងពីខ្លួនដូចថាអារម្មណ៍របស់គេលើកទឹកចិត្តរបស់គេចេញពីខ្លួនរបស់គេអានឹងគេហៅថា intrinsic motivation អានេះបងប្អូនអានេះវាសំខាន់មែនទែនបើសិនណាគេនិយាយថាបើសិនណាកូននេះផ្ចង់ឬមួយចង់ដៃខ្លួនឯងមិនបាច់ចាំមានអ្នកណាគេលើកទឹកចិត្តពីក្រៅអានេះវាធ្វើឲ្យកូនហ្នឹងដូចថា persevere អូខេ persevere ហ្នឹងព្យាយាមឆ្ពោះទៅមុខអត់មានការដែលថាចោះចាញ់រៀងរាទេកូនហ្នឹងគឺថាផ្ដោតអារម្មណ៍នឹងធ្វើឲ្យបានអានេះវាសំខាន់មែនទែនintrinsic នេះការលើកទឹកចិត្តមកពីខ្លួនឯងនៅក្នុងខ្លួនឯងហ្មង you know if you have the intrinsic motivation to succeed ឬមួយ to be successful at something okay to achieve something and it comes from your own heart and your own mind it is very strong very powerful ដូចថាមានឥទ្ធិពលមែនតើដោយសារយើងផ្ដោតអារម្មណ៍យើងចង់បានមកពីក្នុងចិត្តរបស់យើងផ្ទាល់អានេះវាគឺថាសំខាន់មែនតើ if you have the intrinsic motivation ដែលគេនិយាយថា intrinsic motivation វាអាចជះឬមួយឈ្នះអ្វីផ្សេងទៀតដោយសារគេមានចិត្តគេមានដូចថានេះខាងក្នុងក្នុងពីបេះដូងរបស់គេដែលថាចង់បានជោគជ័យនឹង okay a lot of the times you know you could see a lot of successes ឬមួយ people who able to achieve their goals because they have what they call the intrinsic motivation because it's stem or started from the heart or they have it within them to succeed អានឹងហើយគេនិយាយថានៅក្នុងភាសាអង់គ្លេសគឺថាល្អមែនទែន intrinsic motivation if you have the intrinsic motivation you can succeed because you put your mind your heart your soul into it and no matter what's going on the challenges in your life that you may have outside you will be able to overcome it because you have it within you អានឹងគេហៅថា intrinsic motivation okay ឥឡូវពាក្យទី4បងប្អូន extrinsic motivationគេដាក់ x ពីក្រោយអានេះគឺថាការលើកទឹកចិត្តពីក្រៅអ្វីដែលថាគេបានមកពីក្រៅអូខេ extrinsic motivation នៅក្នុងនេះបងប្អូនខ្ញុំចង់ឲ្យបងប្អូនយល់extrinsic motivation វាសំខាន់ដែរក៏វាល្អមួយយ៉ាងដែរបងប្អូនអ្វីដែលថាយើងចង់បានមិនចង់បានមុខមាត់អូខេឬមួយចង់បានឋានៈឬមួយចង់បានប្រាក់ខែចង់បានអ្វីដែលថាពីក្រៅអូខេអានេះវាសំខាន់ដែរអ្នកខ្លះគេចង់រៀនសូត្រខ្ពង់ខ្ពស់ឬមួយគេចង់ធ្វើអ្វីមួយដោយសារការដែលថាលើកត្រសើរពីបងប្អូនពីមិត្តភ័ក្តិឬមួយពីអ្នកខាងក្រៅអានេះហើយដែលថាគេហៅថា extrinsic motivation ការលើកទឹកចិត្តពីខាងក្រៅអូខេវាសំខាន់ដែរប៉ុន្តែវាមិនឈ្នះថា intrinsic ទេអានេះគ្រាន់តែថាខ្ញុំប្រៀបធៀបឲ្យបងប្អូនយល់បើសិនជាយើងចង់បានអ្វីចង់បានមុខមាត់ you want status ឬមួយ prestige in the the community ឬមួយ in your society you want to work toward your goals so that you can get praises ឬមួយ compliments from people or you can get reward okay reward ដែលថារង្វាន់ឬមួយពានអ្វីយើងហៅថា you are motivated by
extrinsic motivation អានេះយើងធ្វើផ្ដោតដល់អ្វីដែលថាយើងអាចបានពីខាងក្រៅអានឹងគេហៅថា extrinsic motivation ពាក្យ x នេះអានឹងខាងក្រៅបងប្អូន like that the word exit ណាអានេះដូចថា words ដែលថាបងប្អូនអាចរៀន extrinsic motivation ការលើកទឹកចិត្តពីខាងក្រៅ of course any kind of motivations from your family from your friends your support system it is extremely important whether it is intrinsic motivation you have it here within you or you have the extrinsic motivation from your loved one it will encourage you to work hard to work toward your goal មួយណាក៏បានដែរអានេះគឺថាលើកទឹកចិត្តពីក្នុងបេះដូងពីផ្ទៃក្នុងរបស់យើងឬមួយលើកទឹកចិត្តការលើកទឹកចិត្តពីក្រៅពីបងប្អូនពីមិត្តភ័ក្តិឬមួយរង្វាន់អ្វីមួយដែលថាយើងចង់បានភាគច្រើនអ្នកខ្លះគេមាន motivation ដើម្បីធ្វើឲ្យអ្នកផ្សេងទៀតដែលថាធ្លាប់តែថា bully គេឬមួយជន់ឬមួយរិះគន់គេដើម្បីឲ្យគេឃើញថាយើងក៏អាចធ្វើបានដែរយើងធ្វើអ្វីមួយដើម្បីបង្ហាញគេថាអ្នកឯងធ្លាប់មើលងាយខ្ញុំlike you used to look down at me I want to do something that I can I want to encourage myself nowអានឹង intrinsic motivation ណាប៉ុន្តែ extrinsic នេះ motivation នេះគឺថាយើងចង់ធ្វើអ្វីមួយពុះពៀលើអ្វីមួយដើម្បីឲ្យអ្នកផ្សេងទៀតដែលថាធ្លាប់មើលងាយយើងធ្លាប់ជន់ឈ្លីយើងធ្លាប់ bully យើងដើម្បីឲ្យយើងបង្ហាញថាយើងក៏អាចធ្វើបានដែរយើងក៏មានទឹកចិត្តពុះពៀដើម្បីយើងទៅដល់កន្លែងជោគជ័យរបស់យើងអានឹងហើយគេហៅថា extrinsic motivation extrinsic motivation គឺថាការលើកទឹកចិត្តពីខាងក្រៅឥឡូវបងប្អូនពាក្យ motivation ឬមួយ motivate នេះវាស្មើនឹងពាក្យពីរទៀតបងប្អូនពាក្យមួយទៀតគឺថាលេខទី5ខ្ញុំយកមកចែករំលែកដល់បងប្អូនថា encourage ហ្នឹងគឺមានន័យថាក៏លើកទឹកចិត្តដែរបងប្អូន encourage ហ្នឹងគឺថាជា verb ជាកិរិយាសព្ទ you want to encourage yourself ឬមួយ you want to encourage your children ឬមួយ you want to encourage your students whoever you want to encourage អាហ្នឹងគឺថាពាក្យជា verb ជាកិរិយាសព្ទ you want to encourage ឬមួយ you encourage yourself to work hard យើងលើកទឹកចិត្តខ្លួនយើងធ្វើអ្វីដែលថាដើម្បីឲ្យយើងនេះពុះពៀទៅខាងមុខយើងក៏ជាឪពុកម្ដាយយើងចង់ធ្វើម៉េចលើកទឹកចិត្តកូនរបស់យើង you want to encourage your children to work hard for their future not just for you as parents so that you can ដូចថាមានដូចថាខ្មែរយើងថាបើសិនណាកូនយើងបានជោគជ័យយើងក៏ជោគជ័យដែរប៉ុន្តែយើងចង់ឲ្យកូនរបស់យើងនេះធ្វើម៉េច encourage កូនរបស់យើងនេះធ្វើម៉េចដើម្បីលើកទឹកចិត្តរបស់កូនយើងនេះដើម្បីឲ្យគេនេះគិតថាការរៀនសូត្រឬមួយអ្វីដែលថាគេធ្វើនេះគឺថាល្អចំពោះគេអានេះហើយពាក្យ encourage នេះគឺថាលើកទឹកចិត្ត you can encourage your children to work hard ឬមួយ you can encourage your children to believe in yourself so that they can excel in what they do អានេះវាល្អមែនទែនដល់ពាក្យទី6បងប្អូនពាក្យទី6គឺថា encouragement អានឹងគឺថាការលើកទឹកចិត្តអូខេឥឡូវវាកើតជា noun ទៅវិញណាបងប្អូនយើងត្រូវផ្ដល់ encouragement ទៅដល់កូនចៅរបស់យើងបើសិនជាយើងឃើញកូនគេផ្សេងទៀតកូនគេបានរៀនខ្ពង់ខ្ពស់ឥឡូវនេះយើងចង់លើកទឹកចិត្តដល់កូនយើងដើម្បីឲ្យគេខំប្រឹងរៀនដែរដើម្បីឲ្យកូនរបស់យើងនេះមានមុខមាត់ឬមួយបានរៀនសូត្រដល់ខ្ពង់ខ្ពស់ដើម្បីអនាគតរបស់គេយើងចង់ផ្ដល់អ្វីយើងចង់ផ្ដល់គេហៅថា encouragement you want to give lots and lots of encouragements to your children encouragement នេះគឺថាការលើកទឹកចិត្តអានឹងឲ្យកើតជា noun ទៅវិញពាក្យអស់នេះវាតកតងដូចថាវាមានន័យសំខាន់មែនទែននៅក្នុងដូចថាជាពិសេសក្នុងវ័យសិក្សាបងប្អូនយើងជាឪពុកម្ដាយយើងត្រូវតែធ្វើម៉េចលើកទឹកចិត្តកូនរបស់យើងបន្តិចបន្តួចក៏បានបងប្អូនបន្តិចបន្តួចយើងមិនមានពេលនៅជាមួយកូនរាប់រយរាប់ម៉ោងក៏ដែរឬមួយយើងមិនជាអ្នកដែលថានិយាយជាមួយកូនច្រើនណាបងប្អូនយើង text ទៅកូនថាកូនមិនហើយកូនខំប្រឹងរៀនឬមួយកូន I hope you will do well on your test បន្តិចបន្តួចនេះដែលថាបង្ហាញកូនរបស់យើងថាយើងនេះគិតពី
ពីគេបារម្ភពីគេហើយយើងចង់ឲ្យឬមួយចង់ផ្ដល់ការលើកទឹកចិត្តឲ្យកូនអានេះវាសំខាន់ណាស់ដល់កូនរបស់យើង and you know their success is also your success as parents because you want to give them the motivation ឬមួយ the encouragement to work hard toward their goals so that they can be successful whatever they accomplish in their life okay it's also your accomplishment as parents you want to provide them ឬមួយ to support them in their studies អានេះវាសំខាន់មែនទែនយើងត្រូវតែ support them ឬមួយ you need to be involved in their learning you need to give them encouragement you know here and there all the time it is very important as parents យើងជាឪពុកម្ដាយយើងត្រូវតែធ្វើម៉េចដើម្បីផ្ដល់កម្លាំងចិត្តកម្លាំងកាយទៅដល់កូនរបស់យើងមិនអាចផ្គត់ផ្គង់លុយកាក់បើសិនជាយើងជាអ្នកខ្វះខាតដែលថាយើងមិនសូវមានណាបងប្អូនយើងក៏អាចផ្ដល់កម្លាំងចិត្តដល់កូនដែរអានេះហើយដែលថាសំខាន់មែនតើកូនរបស់យើងត្រូវការកម្លាំងចិត្តកម្លាំងកាយពីឪពុកម្ដាយពេលគ្នាកំពុងតែរៀនសូត្រពេលឮឪពុកម្ដាយនិយាយពាក្យល្អពាក្យដែលថាលើកទឹកចិត្ត encouragement you know or motivational words to encourage them to work hard នេះវាសំខាន់មែនតើអានេះហើយនៅខាងក្រោយដែល success នេះមួយបងប្អូនពេលបងប្អូនឃើញកូនស្រីឬមួយកូនប្រុសរបស់អ្នកផ្សេងក៏ដែរគេមានការជោគជ័យនៅក្នុងសិក្សារបស់គេនៅខាងក្រោយខ្នងឪពុកម្ដាយរបស់គេឬមួយ the support system របស់គេគឺថាខ្លាំងមែនទែនខ្លាំងហ្នឹងគេមានន័យថាគេដល់លើកទឹកចិត្តដល់កូនស្រីកូនប្រុសរបស់គេហើយយើងជាអ្នកជិតខាងឬមួយជាបុគ្គលម្នាក់យើងចង់ឲ្យកូនរបស់យើងដែរនៃកូនផ្ទាល់ខ្លួនយើងចង់ឲ្យកូនយើងទៅដល់ខាងជោគជ័យទៅដល់ជោគជ័យដែរយើងធ្វើម៉េចយើងត្រូវតែផ្ដល់កម្លាំងចិត្តកម្លាំងកាយអានេះហើយគឺថា support systems ហើយយើងត្រូវថាឲ្យអ្វីឲ្យ encouragement ឲ្យផ្ដល់ការលើកទឹកចិត្តឬមួយ you need to give a lot of things that they may need financial support emotional support any kind of support that you can provide to your children អានេះវាសំខាន់អានេះគ្រាន់ថាខ្ញុំចង់ចែករំលែកដល់បងប្អូនប្រុសស្រីទាំងអស់គ្នាពាក្យអស់នេះខ្ញុំចង់ចែករំលែកដើម្បីឲ្យបងប្អូនយល់វាបងប្អូនឥឡូវសារឡើងវិញពាក្យទី1បងប្អូនmotivate to motivate អាហ្នឹងគឺថាលើកទឹកចិត្ត okay you can motivate your children to work hard ឬមួយ as a teacher myself I try to motivate my students to work hard every single day so that they can exceed ឬមួយ so that they can excel អាហ្នឹងគឺថា motivate លើកទឹកចិត្តពាក្យទី2បងប្អូន motivation គឺថាការលើកទឹកចិត្តអាហ្នឹងកើតជានាមទៅវិញកើតជានាមទៅវិញបងប្អូន you want to give lots and lots of motivation to your own children ឬមួយ to your family members that you know are going through a hard time or they need that support so what you can do you need to give them the motivation to work hard យើងនេះផ្ដល់អ្វីផ្ដល់ថាការលើកទឹកចិត្តហ្នឹង you want to try to give the as much motivation as possible to your children ឬមួយ to your family members that is working hard right now អានេះវាសំខាន់ណាស់ដែល working hard នេះយើងត្រូវតែផ្ដល់ការលើកទឹកចិត្តអាហ្នឹង motivation ឥឡូវពាក្យទី3បងប្អូន intrinsic motivation យើងដាក់ពាក្យហ្នឹងជាមួយគ្នាយើងអាចប្រើវាជាមួយគ្នាបងប្អូន intrinsic motivation ការលើកទឹកចិត្តពីខាងក្នុងផ្ទៃបង្គោលម្នាក់ហ្នឹង if you have what we call the intrinsic motivation definitely you are doing it for yourself you are doing it to exceed ឬមួយ to excel ឬមួយ for success for yourself because it comes from within អានេះគឺថា intrinsic motivation if you have the intrinsic motivation to succeed definitely 100% if you are not going to give up you will succeed អានេះគឺថា intrinsic motivation ពាក្យទី4បងប្អូនextrinsic motivation គឺថាការលើកទឹកចិត្តពីខាងក្រៅ okay if you have all the motivations
extrinsically okay ឬមួយ extrinsic motivation definitely you have a lot of support system behind you your aunt your uncle ឬមួយ your friends they are what we call the extrinsic motivation ឬមួយ you want to work toward some kind of reward ឬមួយ praises ឬមួយ compliment from people ដែលថាការលើកទឹកចិត្តការដែលថាសរសើរពីអ្នកខាងក្រៅឬមួយអ្នកផ្សេងដែលថាស្រឡាញ់យើងមីងមាឬមួយមិត្តភ័ក្តិគេលើកទឹកចិត្តយើងនេះអានឹងហើយគេហៅថា extrinsic motivation ការលើកទឹកចិត្តពីខាងក្រៅអូខេឥឡូវពាក្យទី5 encourage គឺថាលើកទឹកចិត្តដែរបងប្អូនវាមានន័យដូចគ្នា motivate ហើយនឹង encourage វាមានន័យដូចគ្នាគឺថាលើកទឹកចិត្តអានឹងជា verb ជាកិរិយាសព្ទ if you have all of the encouragement okay as parents, you want to encourage your children to work hard, to try hard, to do their best all the time. Encourage one another លើកទឹកចិត្តគ្នាទៅវិញទៅមកអូខេអានឹងជា verb ដល់ពេលពាក្យទី6 encouragement គឺថាការលើកទឹកចិត្តគឺថាអានឹងគឺថា noun ជានាមបងប្អូន if you have all the encouragements that you need definitely you will succeed whether it is intrinsically ឬមួយ extrinsically you have all the motivation ឬមួយ all the encouragement from your friends and your family member and also within yourself definitely you will succeed អានេះពាក្យខ្លះដែលថាខ្ញុំចែករំលែកដល់បងប្អូនសង្ឃឹមថាបងប្អូនរៀនពាក្យអស់នេះបានយល់ជ្រះជ្រៅហើយសូមបងប្អូនជួយចែករំលែកវីដេអូរបស់នាងខ្ញុំទៅដល់អ្នកផ្សេងទៀតដើម្បីគេរៀនភាសាអង់គ្លេសជាមួយនឹងនាងខ្ញុំទូចស៊ីណូនអរគុណច្រើនបងប្អូនបើសិនជាបងប្អូនមិនទាន់ follow នាងខ្ញុំទេសូមបងប្អូន follow នាងខ្ញុំដើម្បីបានវីដេអូថ្មីទៀតពីនាងខ្ញុំទូចស៊ីណូនអរគុណច្រើនបងប្អូនជួបគ្នាលើកក្រោយទៀតបាយបាយ